ชีวิตរបស់យើងផ្លែផ្កាទៅបានមិនមែនមកពីវាសនាមិនមែនមកពីមាត់របស់អ្នកណានោះទេវាពឹងផ្អែកទៅលើការចាប់ផ្ដើមធ្វើរឿងមួយដែលមានតម្លៃធ្វើរឿងមួយដែលថ្មីសម្រាប់ជីវិតរបស់យើងនិងមានភាពខ្នះខ្នែងចំគោលដៅជាមួយរឿងទាំងអស់នេះបើសិនជាយើងចង់ឲ្យជីវិតរបស់យើងផ្លាស់ប្ដូរសូមចាប់ផ្ដើមធ្វើរឿងដែលមានតម្លៃបំផុតដោយឈរនៅលើគោលការណ៍ទាំងអស់នេះទី1ធ្វើពី Chester ទៅ Chester ខ្ញុំធ្វើការជាមួយនឹងគ្រូខ្ញុំដំបូងគាត់និយាយប្រាប់ខ្ញុំថាគ្មាននរណាម្នាក់អត់ខ្ចោះទេបើយើងគិតថាធ្វើអ្វីទៅបានផលហើយល្អប្រសើរសម្រាប់ជីវិតរបស់យើងគឺយើងចាប់ផ្ដើមធ្វើទៅគ្មាននរណាខំប្រឹងមួយថ្ងៃបានផលនោះទេសូម្បីតែដាំបាយក៏ត្រូវការពេល10ទៅ30នាទីដែរដើម្បីឆ្អិនអ្នកខ្លះគាត់មានសមត្ថភាពខ្លាំងមែនទែនប៉ុន្តែអ្វីដែលគាត់មិនទទួលបានផលនោះគឺខ្វះភាពក្លាហាននៅក្នុងការចាប់ផ្ដើមធ្វើវាចាំមាននេះចាំមាននោះមិនទាន់ដល់ពេលមិនទាន់ត្រៀមខ្លួនហើយជាដើមត្រូវចាំថាអត់មានអ្វីដែលអាក្រក់មើលជាងការចាប់ផ្ដើមទេគ្មានអ្វីលំបាកជាងការចាប់ផ្ដើមទេហើយក៏គ្មានអ្វីដែលអស្ចារ្យជាងការចាប់ផ្ដើមដែរកុំចាំចេះស្ទាត់ចាំចាប់ផ្ដើមរៀនធ្វើតិចតិចតក់សឹមទៅធ្វើបដារៀនបដារហូតទៅដល់ចេះស្ទាត់ការងារវាពិតជាបង្ខំមនុស្សឲ្យរៀនមែនតើប៉ុន្តែបើយើងមិនចាប់ផ្ដើមយើងនឹងរស់នៅដោយគ្មានសម្ពាធទេចុងក្រោយយើងនៅតែប៉ុណ្ណឹងកុំចាំមានអ្វីគ្រប់យ៉ាងចាំចាប់ផ្ដើមអ្នកត្រូវតែចាប់ផ្ដើមដើម្បីមានអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់យើងសូមណែនាំបងប្អូនទាំងអស់គ្នាជាមួយនឹងហាងលក់ទូរស័ព្ទដៃទាំង4សាខាដែលមានការធានារយៈពេល1ខែនិងគ្នាយើង VIP ជាហាងលក់ទូរស័ព្ទដៃដំបូងគេបង្អស់នៅកម្ពុជាដែលមានការធានារហូតទៅដល់1ឆ្នាំពេញតែម្ដងទី2ចាប់ផ្ដើមទៅខុសកែរហូតដល់កើតជាផ្លែផ្កាចង់ចាប់ផ្ដើមការងារមួយដែលមានលទ្ធផលអ្នកត្រូវមានផ្នត់គំនិតមួយគឺហ៊ានខុសហ៊ានកែហ៊ានទទួលយកការពិតកុំបោះបង់កុំប្រៀបធៀបគ្មានការចាប់ផ្ដើមណាដែល perfect 100% ទេហើយក៏គ្មានអ្នកណាធ្វើអីភ្លាមចេញលទ្ធផលល្អភ្លាមនោះដែរហើយក៏គ្មានអ្នកណាធ្វើអីមក perfect អត់ចេះខុសនោះដែរ